មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិអ៊ីរ៉ង់ប្រកាសនឹងធ្វើឲ្យអាមេរិកសោកស្ដាយចំពោះការវាយប្រហារសាធារណរដ្ឋអ៊ីស្លាមមួយនេះហើយអ៊ីរ៉ង់នឹងបន្តការបិទច្រកសមុទ្រ Hormuz ដែលកំពុងឲ្យតម្លៃប្រេងឆៅឡើងថ្លៃអ៊ីស្រាអែលវិញក៏អះអាងពីការទៅមុខក្នុងការកំទេចរបបដឹកនាំអ៊ីរ៉ង់និងបកពួកនៅលីបង់ការវាយប្រយុទ្ធរវាងអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែវាយប្រហារគោលដៅនានានៅរដ្ឋធានីតេហេរ៉ង់និងទីតាំងឯទៀតស្របពេលដែលអ៊ីរ៉ង់ក៏ឆ្លើយតបវិញជាមួយការកំណត់គោលដៅអាមេរិកនៅតាមប្រទេសឈូងសមុទ្រពាក់និងអ៊ីស្រាអែលជាមួយគ្នានេះអ៊ីរ៉ង់ក៏បន្តរាំងខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកប្រេងឆៅដ៏សំខាន់នៅទីផ្សារអាស៊ីប្រមុខដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់មុជតាបា ខាមេនីក៏បានចេញមុខសារលើដំបូងដោយបន្តណែនាំឲ្យបិទផ្លូវសមុទ្រនេះទីភ្នាក់ងារធម្មពលអន្តរជាតិប្រមានថាសង្គ្រាមមជ្ឈិមបូព៌ាអាចនាំដល់ការបង្អាក់ការផ្គត់ផ្គង់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មប្រេងប៉ុន្តែប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការកម្ចាត់ចក្រភពអាក្រក់គឺសំខាន់ជាងតម្លៃប្រេងឆៅស្របពេលដែលគ្មានពន្លឺណាមួយឈានដល់ការបញ្ចប់សង្គ្រាមឆាប់ៗអ៊ីរ៉ង់ដែលរងការវាយប្រហារសង្គ្រប់ពីប្រទេសពីរក៏មិនបន្ទន់អរិយាប័ត្រដែរលោកអាលីឡារីជេនីលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់បានសរសេរនៅលើបណ្ដាញសង្គម X នៅថ្ងៃទី12ខែមីនាថាខណៈដែលការចាប់ផ្ដើមសង្គ្រាមគឺងាយស្រួលវាមិនអាចឈ្នះដោយការចេញសារពី3ទេយើងនឹងមិនចោះចាញ់ទេរហូតដល់ធ្វើឲ្យអ្នកសោកស្ដាយចំពោះការកណនាខុសដ៏ធ្ងន់ធ្ងរនេះការបង្ហាញជំហររឹងរូសនេះកើតឡើងបន្ទាប់ពីការចេញសាររបស់លោកមុជតាបាមេដឹកនាំកម្ពុជាថ្មីនេះមិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយចាប់តាំងពីការតែងតាំងមកប៉ុន្តែក្នុងសារតាប់កញ្ចក់ទូរទស្សន៍រដ្ឋលោកមុជតាបានិយាយថាវិធានការបិទច្រកសមុទ្រ Hormuz នៅតែអាចប្រើប្រាស់បានច្រកសមុទ្រនេះដែលនៅមាត់ទ្វីបផ្ទះអ៊ីរ៉ង់ក៏មានចំណាយប្រមាណ 1/5 នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវរបស់ពិភពលោកចំណុចចង្អៀតបំផុតច្រកនេះមានទទឹងត្រឹមតែ54គីឡូម៉ែត្រដែលផ្ដល់ប្រយោជន៍ខ្លាំងបំផុតដល់អ៊ីរ៉ង់ទោះជាយុទ្ធនាការនៅអ៊ីរ៉ង់បង្កបញ្ហាឡើងថ្លៃប្រេងក្តីអ៊ីស្រាអែលហាក់មិនទាន់បង្ហាញជំហរដកថយនៅឡើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និយាយថាយុទ្ធនាការរួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលកំពុងកំទេចអ៊ីរ៉ង់និងក្រុមសកម្មប្រយុទ្ធ Hezbollah នៅលីបង់ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយលោក Netanyahu បានអះអាងថាសង្គ្រាមអ៊ីរ៉ង់នឹងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីផ្ដួលរំលំរបបដឹកនាំបច្ចុប្បន្នបន្ថែមពីលើការបិទគប់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលតាក់ទងការឆ្លើយតបរបស់ខ្លួនតែគ្រប់ដណ្ដប់សឹងមួយតំបន់នោះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ម៉ាជីតហាក់រ៉ាវ៉ាឈីនិយាយថាទីក្រុងតេហេរ៉ង់កំពុងធ្វើសកម្មភាពតែក្នុងនៃការពារខ្លួនប៉ុណ្ណោះហើយចង់ធានាថាគ្មានប្រទេសណាអាចធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតឡើយលោកបានបញ្ជាក់ថាអ៊ីរ៉ង់ត្រូវបានប្រទេសជាមិត្តមួយចំនួនតាក់ទងដើម្បីចង់ជួយបញ្ចប់ជម្លោះ